ជំរាបសួរបាទនេះគឺជាអេពីសូតទី2របស់យើងអេពីសូតទី2របស់យើងគឺនិយាយអំពីរឿងភ្នំអាចកំបាំងមួយដែលមានឈ្មោះថា The Yellow Pass អញ្ចឹងភ្នំនោះគឺមានរឿងរ៉ាវដ៏ព្រឺព្រួចកាយសាហាវមែនទែនដែលបានឆក់យកជីវិតនិស្សិតចំនួន9នាក់មកពីសាកលវិទ្យាល័យ Ural Polytechnic នៅក្នុងប្រទេសរុស្ស៊ីកាលសម័យសូវៀតតោះយើងចុះទៅដល់សាច់រឿងទាំងអស់គ្នានៅភ្នំនោះគឺគេហៅឈ្មោះថាភ្នំអូថូថែនដែលជាភ្នំមួយដែលកាយសាហាវរឿងរ៉ាវរបស់ពួកគាត់នេះដែលបានធ្វើដំណើរវិស្វកម្មនៅភ្នំមួយនោះគឺជាអាថ៌កំបាំងដ៏ធំបំផុតក្នុងសតវត្សទី20ក៏ប៉ុន្តែពួកគាត់មានសមាជិករហូតដល់10នាក់តែកំឡុងពេលធ្វើដំណើរមានសមាជិកម្នាក់មានរបួសក៏ដូចជាមានជំងឺគាត់ឈឺជើងមិនអាចបន្តទៅមុខបានស្អែកដើមវិញគឺត្រឡប់ទៅផ្ទះរបស់គាត់វិញនេះគឺជាសំណាងរបស់គាត់ហើយមានតែសមាជិកមួយនាក់នោះគត់ដែលអាចរស់រានមានជីវិតបានក្រៅពីនោះសមាជិកទាំង9នាក់គឺបានបាត់បង់ជីវិតនៅលើភ្នំដ៏កាចសាហាវមួយនោះតោះចូលទៅដល់សាច់រឿងទាំងអស់គ្នាចង់ដឹងថានឹងមានអ្វីកើតឡើងពេលដែលពួកគាត់ទៅដល់ភ្នំដ៏កាចសាហាវមួយនោះបន្តសាច់រឿងរបស់យើងក្រុមនេះបានដឹកនាំដោយឌីយ៉ាត់លើអញ្ចឹងឌីយ៉ាត់លើគឺជាអ្នកណាឌីយ៉ាត់លើគាត់គឺជានិស្សិតឆ្នើមផ្នែកវិស្វកម្មគាត់មានអាយុ23ឆ្នាំហើយគាត់ក៏មានបទពិសោធន៍ខ្ពស់បទពិសោធន៍ក្នុងការឡើងភ្នំខ្ពស់ៗដូចគ្នាសមាជិករបស់ពួកគាត់គឺមានសមាជិក9នាក់ដោយបាននិយាយខាងលើសុទ្ធតែជាមិត្តភក្តិជិតស្និទ្ធរបស់ពួកគាត់ដែលស្រឡាញ់ការផ្សងព្រេងការធ្វើដំណើរបោះជំរំដូចគ្នាក្នុងចំណោមពួកគេមានសមាជិកម្នាក់អាយុ38ឆ្នាំដែលជាអតីតទាហានដូចគ្នាគឺគាត់មានបទពិសោធន៍ច្រើនជាងគេក្នុងការដើរដំណើរកម្សាន្តហើយគាត់ក៏ជាមនុស្សម្នាក់ដែលពូកែថតរូបប្រចាំក្រុមដូចគ្នាអ្នកដែលសេសសល់9នាក់ទៀតបានធ្វើដំណើរតាមរថភ្លើងក៏ដូចជាតាមឡានដឹកទំនិញរួចបន្តដោយការជិះស្គីទឹកកកទាំងអស់គ្នាពួកគេបានថតរូបជុំគ្នាសើចសប្បាយនិងសរសេរកំណត់ហេតុរូបថតទាំងនោះបង្ហាញពីភាពជិតស្និទ្ធរបស់ពួកគេទាំង9នាក់ដែលសប្បាយរីករាយមែនទែនក្នុងការធ្វើដំណើររបស់ពួកគាត់ប៉ុន្តែពួកគាត់មិនអាចដឹងទេថានោះគឺជាដំណើរកំសាន្តចុងក្រោយរបស់ពួកគាត់ទាំងអស់គ្នាពួកគាត់បានធ្វើដំណើររហូតទៅដល់ជួបកុលសម្ព័ន្ធមួយដែលមានឈ្មោះថា Manzi អញ្ចឹងកុលសម្ព័ន្ធ Manzi នោះក៏បានប្រមានពួកគាត់អំពីខ្យល់បក់ខ្លាំងប៉ុន្តែក្រុមនិស្សិតមួយនោះមិនចាប់អារម្មណ៍ឡើយគឺពួកគាត់ស្រឡាញ់ក្នុងការធ្វើដំណើរផ្សងព្រេងដូចគ្នាបន្តមកទៀតពួកគាត់ក៏មិនចាប់អារម្មណ៍ពួកគាត់ក៏ធ្វើដំណើរបន្តទៅមុខរហូតទៅដល់ថ្ងៃទី1ខែកុម្ភៈក្រុមទាំងមូលបានបោះតង់នៅលើជម្រកភ្នំមួយដែលក្នុងភាសាកុលសម្ព័ន្ធក្នុងតំបន់នោះហៅថា Kholat Sikan អញ្ចឹង Kholat Sikan ហ្នឹងគឺជាអ្វីនៃរបស់កុលសម្ព័ន្ធនៅក្នុងនោះគឺមានន័យថាភ្នំនៃសេចក្តីស្លាប់ភ្នំនៃសេចក្តីស្លាប់ហ្នឹងគឺជាភ្នំតកកដែលពួកគាត់ចង់ធ្វើដំណើរកម្សាន្តទៅទីនោះពួកគេបានថតរូបក្នុងកំឡុងពេលបោះតង់ដែលជារូបថតចុងក្រោយរបស់ពួកគាត់អញ្ចឹងគឺរូបថតហ្នឹងគឺជារូបចុងក្រោយដែលពួកគាត់បានថតពេលដែលគាត់ឡើងទៅភ្នំបោះតង់នៅទីនោះពួកគាត់សប្បាយយ៉ាងក្រៃលែងពេលដល់ទីនោះពួកគាត់ញ៉ាំអាហារញ៉ាំភេសជ្ជៈហើយក៏បានរាំលេងហើយក៏បានសម្រាកនៅពាក់កណ្ដាលទៀតប៉ុន្តែរំលងបន្តិចពេលនោះក៏មានឧបទ្ទវហេតុកើតឡើងក្នុងទីស្ថានមួយដែលងងឹតហើយយើងមិនដឹងថាមានរឿងអ្វីកើតឡើងទេសមាជិកក្រុមទាំងនោះគឺនាំគ្នាភ័យស្លន់ស្លោវះតង់ពីក្នុងរថចេញទៅខាងក្រៅមិនដឹងថាពួកគាត់បានជួបអ្វីឬក៏បានឃើញអ្វីទេពួកគាត់មានអាការភ័យស្លន់ស្លោមែនទែនរហូតដល់វះតង់ពីខាងក្នុងរថចេញទៅខាងក្រៅទាំងអាក្រាបកាយក៏ដូចជាមិនមានពាក់មិនមានកៅអៅមិនមានស្បែកជើងរត់ចេញទាំងមានត្រឹមតែខោខ្នងឬក៏អាវខ្នងនេះគឺជាហេតុការណ៍មួយដែលរន្ធត់ក៏ដូចជាចម្លែកមែនតើមិនមានអ្នកណាដឹងថាពួកគាត់បានជួបប្រទះនឹងអ្វីអញ្ចឹងកន្លងមកមិនមានអ្នកណាឃើញសមាជិកទាំង9នាក់នោះទៀតទេមិនដឹងថាពួកគាត់មានរឿងអ្វីក៏ដូចជាជួបរឿងអ្វីទេប៉ុន្តែក្រោយពី3សប្តាហ៍មក
ក្រុមអ្នកដែលស្វែងរកពួកគាត់បានឃើញតង់ទទេក៏ដូចជាត្រូវបានវះពីខាងក្នុងរត់ចេញទៅខាងក្រៅហើយបន្តមកទៀតស្វែងរកហ្នឹងក៏បានរកឃើញសាកសពដែលមានលក្ខណៈចម្លែកមួយដែលគួរឲ្យរន្ធត់ជាបន្តអញ្ចឹងក្រុមទី1ដែលគាត់បានរកឃើញគឺសាកសព2អ្នកដំបូងដោយជាមានឈ្មោះថា Yuri Krivonsichenko និង Yuri Doroshenko ចឹងពួកគាត់នេះទាំងពីរនាក់ត្រូវបានគេប្រទះឃើញនៅក្រោមដើមតាត្រូវមួយដើមចឹងនៅក្រោមដើមតាត្រូវមួយដើមហ្នឹងពួកគាត់បានស្លាប់ដោយសារតែកកឈាមប៉ុន្តែដៃរបស់ពួកគាត់មានស្នាមរបួសយ៉ាងខ្លាំងអត់ដឹងថាមានបញ្ហាអីទេចឹងស្នាមរបួសបែបម៉េចគឺពួកគាត់ព្យាយាមតោងដើមឈើឡើងប៉ុន្តែជាអកុសលគឺពួកគាត់អត់អាចឡើងបានទេហើយនៅក្បែរហ្នឹងគឺមានដានភ្លើងឆេះតូចមួយមិនដឹងថាមានបញ្ហាអ្វីទេបន្តមកទៀតគេបានស្វែងរកប៉ុន្តែស្វែងរកមិនឃើញបានត្រឹមតែរកឃើញ2អ្នកនោះកន្លងពីប្រហែលថ្ងៃក្រោយមកពួកគេក៏បានប្រទះឃើញសាកសព3អ្នកទៀតចឹងសាកសព3អ្នកហ្នឹងគឺជាសាកសពដែលអ្នកដឹកនាំក្រុមនិស្សិតមួយនោះទៅធ្វើដំណើរគឺមានឈ្មោះថាឌីយ៉ាត់លើសាកសពហ្នឹងបានបង្ហាញថាពួកគាត់ហ្នឹងព្យាយាមវាត្រឡប់ទៅកាន់តង់វិញប៉ុន្តែអត់អាចទៅដល់តង់បានទេត្រូវស្លាប់ពាក់កណ្ដាលផ្លូវដោយសារតែល្ងាខ្លាំងពេកក៏នៅតាមពាក់កណ្ដាលផ្លូវតោះចូលទៅកាន់សាក់យើងបន្តទៀតអញ្ចឹងជាចុងក្រោយមកមិញគាត់គេរកឃើញបាន5នាក់ឯងស្របទាំងអស់អញ្ចឹងជាចុងក្រោយមកគេរកបានឃើញសាកសព4នាក់ទៀតហើយសាកសព4នាក់ហ្នឹងគឺរន្ធត់មែនតែដែលរកឃើញគឺគេបានរកឃើញនៅក្នុងជ្រលងភ្នំតកកមួយស្ទប់ព្រិលជាច្រើនម៉ែត្រអញ្ចឹងនៅក្នុងពួកគេហ្នឹងគឺគេរកឃើញបានចំនួនមនុស្ស4នាក់គឺជាសរុបមកទាំង9នាក់គឺជាសមាជិកទាំង9នាក់នៅក្នុងសមាជិកហ្នឹងអញ្ចឹងសាកសពទាំង4នាក់ហ្នឹងគឺមានសភាពពិបាកមើលមែនតើដូចខ្ញុំដាក់ឲ្យទាំងអស់គ្នាមើលអញ្ចឹងគឺមានរបួសធ្ងន់ធ្ងរអត់ធម្មតាទេគឺមានការបាក់ឆ្អឹងជនីជាច្រើនកន្លែងប្រេះរលាក្បាលហើយដែលគួរឲ្យរន្ធត់បំផុតនេះគឺអណ្ដាតបានដាច់ចេញក៏ដូចជាភ្នែកទាំងអស់មិនមានទេគឺបានបាត់ចេញពីភ្នែកទាំងអស់ហ្មងប៉ុន្តែអត់ដឹងថានឹងមានរឿងអ្វីកើតឡើងទេមិនសូម្បីតែស្នាមប្រេះរលាក្បាលគឺមិនមានអ្វីឲ្យកត់សម្គាល់ថាមានអ្នកណាវាយពីខាងក្រៅវាប្រៀបបានដូចជាត្រូវប្រេះចេញមកពីខាងក្នុងប៉ុន្តែអត់មានស្នាមបលណាមួយដែលបញ្ជាក់ថាមានអ្នកណាវាយឬក៏ធ្វើប៉ុនពងអត្តឃាតពីខាងក្រៅនោះទេវាប្រៀបបានដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ដល់បើកលឿនលឿនខ្លាំងចឹងធ្វើឲ្យជ្រុះក្រោកភ្នែកចេញពីខាងក្រៅចឹងហើយដាច់ដានទាំងមិនមានសាកស្នាមចៅទាំងអស់គ្នាគិតមិនដែរថាព្រឹត្តិការណ៍មួយហ្នឹងការស្លាប់ដ៏រន្ធត់មួយហ្នឹងគឺវាកើតឡើងដោយសារអ្វីអញ្ចឹងគឺគេមាន3ទៅ4ចំណុចលើកឡើងដែលឧទាហរណ៍ថាការព្រឹត្តិការណ៍ដែលសម្លាប់ព្រឹត្តិការណ៍ដែលស្លាប់យ៉ាងអណោចអធមរបស់សមាជិកនិស្សិតទាំង9នាក់ហ្នឹងគឺជារឿងដ៏អាថ៌កំបាំងមែនតើអញ្ចឹងទី1ពួកគេបានលើកឡើងថាក្រុមអ្នកឡើងភ្នំផ្សេងទៀតនៅក្នុងតំបន់ហ្នឹងបានប្រាប់ថាពេលដែលពួកគាត់ជួបការហេតុការណ៍ហ្នឹងគឺមានដុំភ្លើងតក្រូចមួយដុំភ្លើងហ្នឹងពណ៌តក្រូចបានហោះទៅកាន់កន្លែងនោះពេលរាត្រីដែលពួកគាត់ជួបគ្រោះថ្នាក់ប៉ុន្តែមានយោបល់ផ្សេងទៀតក៏បាននិយាយថាដោយសារតែនៅទីនោះខ្វះអុកស៊ីហ្សែនក៏ដូចជាមានវិទ្យុសកម្មខ្លាំងទើបធ្វើឲ្យពួកគាត់មានបញ្ហាក៏ដូចជារលកវិទ្យុសកម្មខ្ពស់ខុសពីធម្មតាធ្វើឲ្យពួកគាត់កើតមានសោកនាដកម្មមួយនោះកើតឡើងអញ្ចឹងប៉ុន្តែហេតុការណ៍មួយទៀតគឺរូបថតដែលពួកគាត់បានថតចុងក្រោយនៃយប់ចុងក្រោយរបស់ពួកគាត់នៅក្នុងកាមេរ៉ាហ្នឹងគឺ frame no 13គឺគេបានរកឃើញស្រមោលព្រិលមួយដែលពួកគេបានអះអាងថាដូចជាមានមនុស្សម្នាក់ងឿតធំដូចជាយក្សអញ្ចឹងនៅក្នុងរូបថតមួយហ្នឹងប៉ុន្តែមកដល់ពេលនេះនៅតែមិនអាចស្រាយចម្ងល់ថានោះហេតុការណ៍មួយហ្នឹងគឺកាត់ឡើងដោយសារអ្វីឲ្យប្រកបបន្តមកទៀតការស៊ើបអង្កេតរបស់អាជ្ញាធរយ៉ាងយូរមែនទែនពួកគាត់អាជ្ញាធរសូវៀតនៅតែមិនអាចរកឃើញដំណោះស្រាយឬក៏រកឃើញឧក្រិដ្ឋកម្មអ្វីដែលបានកើតឡើងសន្និដ្ឋានថាកម្លាំងធម្មជាតិដ៏ខ្លាំងក្លាក៏ដូចជាកម្លាំងវិទ្យុសកម្មឬក៏ផ្សេង
គឺជាឧបតវេហើយចុះទាំងអស់គ្នាគិតមិនដែរថារឿងរបស់ពួកគាត់គឺជាឧបតវេហើយឬក៏ជារឿងបញ្ហាអ្វីដែរទើបធ្វើឲ្យពួកគាត់ភ័យស្លន់ស្លោហើយសមាជិកទាំង9ស្លាប់ទាំងអស់ហើយស្លាប់គឺនៅកន្លែងផ្សេងៗគ្នាហើយគឺការស្លាប់គឺមិនដូចគ្នាទៀតចឹងរហូតមកដល់សពថ្ងៃហ្នឹងគឺនៅតែអត់មានអ្នកណាគេដែលច្បាស់លាស់ថាមានអ្វីកើតឡើងនៅក្នុងក្រុមរបស់គាត់ក្រុមនិស្សិតទាំង9ហ្នឹងឯងចឹងវាគឺជារឿងដែលអត់តម្បាំងមែនតើដែលយើងនៅតែអត់អាចដឹងថាតើវាគឺជារឿងដែលបាក់នៅផ្ទាំងតកឬក៏ជារឿងវិទ្យុសកម្មឬក៏ជារឿងអីមួយផ្សេងទៀតបើសិនជារឿងទាំងអស់ហ្នឹងមែនមូលហេតុអីបានជាសាកសពពួកគាត់នៅទីកន្លែងផ្សេងគ្នាក៏ដូចជាមានរបួសផ្សេងគ្នាតើទាំងអស់គ្នាមានចំណាប់អារម្មណ៍បែបម៉េចដែរចំពោះរឿងមួយនេះ